យប់មិញភ្លៀងមកមេធំបងប្អូនអើយបងខ្ញុំគាត់ទៅដាក់លបបានកង្កែប4-10ក្បាលមកប្រឡំឡើងគាត់បកមកស្អាតទុកឲ្យគាត់ថាធ្វើអីធ្វើទៅខ្ញុំមិនដឹងធ្វើស្អីមានតែស្ងោរជ្រួលបងប្អូនដាក់ទៅម្ដែងគល់លឹកស្រីលឹកគុយសោយមកថើបអង្គយើងមួយដៃមកដើម្បីខាប់ទឹកតិចមកអែមនេះបងប្អូនកែធាត់ល្អខែនេះបងប្អូន4-10ក្បាលនេះមួយឆ្នាំងពេញហ្មងដូចស្ងោរជក់របៀបចាស់យើងមានអីហួសមានពីដាក់អំបិលប៊ីចេងស្ករយើងហ្នឹងទេបងប្អូនអើយដាក់ទឹកថែងតិចមកហើយងាស់វាដាក់ម្ទេសមកគ្រាប់មកដឹងតែមួយជាតិមួយឆ្ងាញ់មកបងប្អូនអើយហើយថ្លើមពវៀនបតាំងអីក៏អត់ចោលដែរបងប្អូនដាក់មួយសែតទាំងអស់មកកាប់យើងធម្មជាតិដឹងតែឆ្ងាញ់ឯងគ្មានអីទៅខ្លាចណាទេកាប់រកខ្លួនឯងបងប្អូនចាប់ដើមបងគ្រឿងប្រាបងប្អូននេះស្ករមិនតិចផលប៊ីចេងមិនតិចនឹងផលយើងរៀងក្រៅតិចទៅស្ងោរជក់រៀងលំអំបិលប៉ុន្តែកុំឲ្យប្រៃបងប្អូនដាក់មកល្មមមកឲ្យលួចទឹកត្រីប៉ុន្តែស្ករមកខ្លះបងប្អូនម៉ាក់ប៉ាខ្ញុំអីគាត់អត់សូវប្រើទេស្ងោរជក់ប្រើស្ករប៉ុន្តែខ្ញុំលួចមិនតិចដើម្បីឲ្យវាមានជាតិនិយាយរួមការស្លយើងមានខុសគ្នាតិចតួចបងប្អូនទឹកត្រីតិចទៅហើយចាំមុំទុកវាមកស្ទុះដើម្បីឲ្យវាឆ្អិនល្អមុននឹងវាឆ្អិនល្អយើងដួសពុះខ្មៅខាងលើហ្នឹងបងប្អូនដួសវាចោលមកដើម្បីកុំឲ្យវាល្អទឹកព្រោះពុះនេះsẽជាតិឈាមកែបឈាមអីហ្នឹងព្រោះវាចេញទៅគ្មានទៅឆ្ងាញ់អីនឹងពុះហ្នឹងទេហើយបងយើងក្រោកវាមកងាស់វាមកស្ទុះទៀតទៅហើយបើក្របមកភ្លក់វាមកល្មមមើលថាល្មមមកឆ្ងាញ់ហើយចាប់ផ្ដើមលើកបានហើយបងប្អូនអើយណាមកសាច់ឡើងដុលមកគាត់ឃើញទៅជាតិហ្នឹងមកព្រលឹមឡើងដាក់ជីអំបងយើងមកដៃមកអែមបងប្អូនបេះមកសាច់ឡើងកទៀនមកចាណាបងប្អូនចានេះរួចពេលទៀតហើយបងនេះ